នៅថ្ងៃសៅរ៍11រោចខែអាសត់ឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី18ខែតុលាឆ្នាំ2025តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្ដេញជនជាតិវៀតណាមសរុបចំនួន48នាក់ស្រី6នាក់ចេញពីព្រះរាជាណាចក្រកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវពាក់ព័ន្ធករណីបំពានប្រកាសស្ដីពីការបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជាលួចស្នាក់នៅធ្វើការងារខុសច្បាប់ online scam លួចឆ្លងដែនខុសច្បាប់និងរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនក្នុងនោះដែរនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានទទួលពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញខេត្តស្វាយរៀងខេត្តព្រះសីហនុខេត្តត្បូងឃ្មុំព្រៃវែងនិងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ